អ្នកនិពន្ធបានប្រមូលឯកសារមកចងក្រងសរសេរនៅឆ្នាំ1964ដល់ឆ្នាំ1965តែកលៈទេសៈពេលនោះពុំទាន់អំណោយផលដល់ការបោះពុម្ពបានអ្នកនិពន្ធក៏រងចាំដល់ឆ្នាំ1971ទើបបោះពុម្ពផ្សាយក្នុងការសរសេរតាក់តែងរឿងនេះឡើងអ្នកនិពន្ធបានដើរប្រមូលព័ត៌មានពីប្រជារាស្ត្រដែលមានវ័យចាស់ដែលធ្លាប់ដឹងរឿងនៅភូមិក្រាំងលាវហើយអ្នកនិពន្ធបានខិតខំស្រាវជ្រាវរកលិខិតនិងសេចក្តីសម្រេចផ្សេងៗនាពេលនោះមកធ្វើជាឯកសារសម្រាប់សរសេរអ្នកនិពន្ធគឺលោកដឹកគៀមនិងដឹកអំជាប្រឡំលោកបែបប្រវត្តិសាស្ត្រទីអក្សរសិល្ប៍ខេមរៈនិយមមានឥទ្ធិពលមនោគមវិជ្ជាជឿនលឿនស្ថិតនៅក្នុងសម័យសង្គមរាស្ត្រនិយមព្រោះដំណើររឿងបំផុសពីចលនាប្រឆាំងពួកបរទេសដើម្បីការពារបូរណភាពទឹកដីសម័យកាលនៃរឿងនេះកើតនៅក្នុងឆ្នាំ1925ក្រោយពីការច្រូតកាត់និងស្របពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណានិគមនិយមបារាំងដែលប្រើអំណាចមកត្រួតត្រាលើប្រជាជនខ្មែរទង្វើនេះបានធ្វើឲ្យមានចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងគ្រប់ទីកន្លែងជាពិសេសព្រឹត្តិការណ៍ថ្ងៃទី18មេសា1925សង្គ្រាមលើកលោកទី1បានផ្ទុះឡើងនៅឆ្នាំ1914ដល់ឆ្នាំ1919ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមនិមនានិគមបារាំងប្រជារាស្ត្រខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកែនឲ្យទៅច្បាំងប្រឆាំងនឹងពួកហ្វាស៊ីសអាល្លឺម៉ង់ទន្ទឹមនឹងនោះការឡើងថ្លៃពន្ធដារកាន់តែកើនឡើងជារៀងរាល់ខែធ្វើឲ្យប្រជារាស្ត្រមានការក្តៅក្រហាយយ៉ាងខ្លាំងប្រជារាស្ត្រនៅស្រុកមុខកំពូលចំនួន 3000 នាក់បានធ្វើបាតុកម្មនាំញត្តិសុំឲ្យស្ដេចស៊ីសុវត្ថិជួយបន្ធូរបន្ថយអំពីបញ្ហាពន្ធដារនេះសូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្ជ្រោលខ្លាំងណាស់ដែរដូចជាមានរន្ទះបាញ់ចេតិយព្រះកែវមរកតនិងផ្កាយដោះកន្ទុយជាដើមនៅខេត្តកំពង់ឆ្នាំងក៏ដូចជាខេត្តដទៃទៀតដែរប្រជារាស្ត្រមានជីវភាពលំបាកលំបិនធ្វើឲ្យគ្រួសារមួយប្រត់ប្រាស់ប្រពន្ធកូននាងតុំដែលជាប្រពន្ធសុវណ្ណត្រូវស្លាប់ដោយសារខ្វះថវិកាព្យាបាលជំងឺចំណែកសុវណ្ណលំបាកក្នុងការថែទាំកូនតូចផងក៏ទទួលនាងតន់ធ្វើជាភរិយាដោយមិនបានរៀបការតាមប្រពៃណីជាតិរបស់ខ្លួនប្រជាជននៅភូមិក្រាំងលាវមានសម្លាញ់2នាក់ឈ្មោះជួននិងនៅបានរៀបចំគម្រោងការសម្លាប់រេស៊ីដងបាដេសដែលអនុវត្តអំពើយងខ្នងព្រៃផ្សៃនៅពេលដែលពួកវាចុះទាបពន្ធដារចលនារបស់ជួននឹងនៅក៏មានការចូលរួមពីក្រុមអ្នកក្លាហានចំនួន20នាក់ទៀតនៅភូមិដើមអំពើមេឃុំប៉ាល់បានក្តាប់របាយការណ៍ជីវភាពរស់នៅរបស់ប្រជារាស្ត្រក្នុងភូមិគួបផ្សំនឹងការលំបាកក្នុងការទាបពន្ធដារក៏សូមថ្នាក់លើលាលែងពីតំណែងដើម្បីយករួចខ្លួនរេស៊ីដងបាដេសបានចេញទាបពន្ធដារដោយខ្លួនឯងលុះដល់ថ្ងៃទី18មេសា1925ការទាបពន្ធដារមកដល់ភូមិក្រាំងលាវដែលដឹកនាំដោយរេស៊ីដងបាដេសកងរក្សាសន្តិសុខឈ្មោះឡាចនិងអ្នកដាំស្លឈ្មោះផោយពេលនោះបាដេសមានទំនាស់ជាមួយនឹងនីនិងនាងប៊ីក្នុងសភាពបែបនេះជាឱកាសមួយដែលធ្វើឲ្យអ្នកក្លាហានហ៊ានចេញប្រយុទ្ធសម្លាប់រេស៊ីដងបាដេសដោយឥតញញើតដៃក្នុងនោះនៅសល់តែអ្នកដាំស្លម្នាក់ដែលរត់គេចខ្លួនហើយនាំដំណឹងទៅដល់ក្រុងកំពង់ឆ្នាំងក្រោយពីសម្លាប់បាដេសនិងសហការីរួចមកក្រុមអ្នកក្លាហានមានបំណងចេញទៅក្រុងកំពង់ឆ្នាំងទៀតប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់បានស្លាប់ខ្លះរត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែខ្លះអ្នកក្លាហានត្រូវបានគេបាញ់សម្លាប់ក្នុងនោះមាននៅរីឯជូនត្រូវគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាចចំណែកឯប្រជាជនត្រូវរត់ចោលភូមិឋានទៅរស់នៅក្នុងព្រៃរឿងសម្លាប់បាដេសធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កុងសីសេនាបតីអាណានិគមនិយមបារាំងព្រះបាទស៊ីសុវត្ថិបានចេញសេចក្តីប្រកាសមួយឲ្យបដូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិដេរឆានវិញអស់រយៈពេលយ៉ាងតិច10ឆ្នាំព្រមទាំងឲ្យសាងសង់ចេតិយព្រះកែវមរកតនិងធ្វើបុណ្យនៅថ្ងៃទី18មេសាជារៀងរាល់ឆ្នាំជាទីបញ្ចប់ទីហ៊ានបានគេអ្នកស្រុកឲ្យមករស់នៅក្នុងភូមិរបស់ខ្លួនវិញចំណែកសុវណ្ណនិងនាងតន់ក៏បានមករស់រួមសុខជាមួយគ្នាតរៀងមកហើយអ្នកខ្លះទៀតក៏បានវិលមកជួបជុំប្រពកូនវិញដែរប្រធានបទរឿងនេះនិយាយពីទុក្ខវេទនារបស់ប្រជាជនខ្មែរសម័យអាណានិគមនិយមបារាំង
បញ្ហាសំខាន់ក្នុងរឿងនេះគឺបារាំងដំឡើងពន្ធដារកាន់តែខ្ពស់ការចាប់ប្រជាជនដាក់ខ្នោះខ្នៀងគ្រោះរាំងស្ងួតរាជធ្វើស្រែមិនបានការងើបបះបោរប្រឆាំងនឹងបារាំងពីក្រុមអ្នកតស៊ូខ្មែរដែលមានជួននឹងនៅជាមេដឹកនាំដើម្បីទាមទារសិទ្ធិសេរីភាពការបដូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិដេរិឆាន